មន្ត្រីជំនាញជលផលខេត្តសៀមរាបបន្តបង្ក្រាបការនាំចូលត្រីប្រាក្លាសេរាប់តនពីថៃមន្ត្រីជំនាញជលផលខេត្តសៀមរាបបន្តបង្ក្រាបដោយភ្លៀងរលឹមលើការនាំចូលត្រីប្រាក្លាសេរាប់តោនដឹកតាមរថយន្តសាំយ៉ុងគ្មានច្បាប់អនុញ្ញាតបន្ទាប់ពីលួចនាំចូលតាមច្រករបៀងកម្ពុជាថៃនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យយកទៅស្តុបបែងចែកក្នុងស្រុកបវលខេត្តបាត់ដំបងហើយឆ្លងកាត់ខេត្តបន្ទាយមានជ័យចូលខេត្តសៀមរាបកាលពីរសៀលថ្ងៃទី16ខែឧសភាឆ្នាំ2025នៅចំណុចភូមិកំពង់តាយ៉ងខុំពួកស្រុកពួកខេត្តសៀមរាបលោកធានីសុធីនៃខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានឲ្យដឹងថាការចូលបង្ក្រាបរថយន្តដឹកត្រីខាងលើបានព្យាយាមបើកកិច្ចពីសមត្ថកិច្ចតែទោះជាយ៉ាងណាក៏មិនអាចកិច្ចផុតត្រូវបានសមត្ថកិច្ចឃាត់បាននៅរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌សពាក់ផ្លាកលេខព្រះសីហនុ 2A9942 ដឹកត្រីប្រាក្លាសេតកកពេញប្រមាណជា3000គីឡូក្រាមដឹកជញ្ជូនផលិតផលជលផលដោយគ្មានលិខិតអនុញ្ញាតដែលជាបទល្មើសជលផលខណៈពេលដែលកំពុងឃាត់រថយន្តខាងលើសមត្ថកិច្ចជំនាញជលផលបានឃាត់រថយន្តកាមេរ៉ាកែច្នៃមួយគ្រឿងដែលផ្ទុកត្រីសម្រាប់ចំណីក្រពើមួយគ្រឿងទៀតពណ៌ខ្មៅក្រោយពីបានពិនិត្យមើលសពគ្រប់រួចមកក្រុមការងារបានកសាងសំណុំរឿងអំពីអំពើល្មើសជាក់ស្ដែងតាមនីតិវិធីច្បាប់ស្តីពីជលផលចំណែកវត្ថុតាងរថយន្តត្រីប្រាក្លាសេចំនួន3000គីឡូក្រាមបានប្រកល់ទៅឲ្យម្ចាស់វិញព្រមម្ចាស់ត្រីខាងលើបានយល់ព្រមផាកវិន័យតាមច្បាប់រីឯរថយន្តកាមេរ៉ាកែច្នៃដឹកត្រីមានឯកសារជាត្រីសម្រាប់សត្វក្រពើត្រូវបានឲ្យទៅវិញបើតាមប្រភពព័ត៌មានដែលទទួលបានត្រីប្រាក្លាសេកំពុងសម្រុកនាំចូលពីប្រទេសថៃចូលកម្ពុជាដោយខុសច្បាប់តាមច្រករបៀងនានាម្ដងតាមច្រករបៀងស្ថិតក្នុងទឹកដីបាត់ដំបងនិងខ្លះនាំចូលតាមច្រករបៀងខេត្តបន្ទាយមានជ័យបន្លំទីផ្សារត្រីក្នុងស្រុកក្នុងមួយថ្ងៃពី10ទៅ20តោនមិនថែមតែប៉ុណ្ណោះបន្តដឹកជញ្ជូនចាយលក់យ៉ាងពេញបន្ទុកតាមបណ្ដាខេត្តផ្សេងៗដូចជាបន្ទាយមានជ័យខេត្តសៀមរាបខេត្តកំពង់ធំនិងខេត្តបាត់ដំបង